សួស្តីបងប្អូនខ្មែរយើងទាំងអស់គ្នាសុខសប្បាយទេចាចិត្តដល់ចូលឆ្នាំខ្មែរយើងហើយមិនហើយមានកម្មវិធីមានតាណានតាណីខ្លះអ្នកទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំចង់ចែករំលែកបងប្អូនខ្មែរយើងដែលគាត់មានកម្រងចង់បើកហាងជារបររកស៊ីខ្លួនឯងថាតើយើងត្រូវត្រៀមអីគេខ្លះដោយសារមួយរយៈហ្នឹងនាងខ្ញុំចូលប្រឡូកនៅក្នុងការលក់business និងការជួយទិញ business ហើយនឹងណាមួយណាគឺយើងជួយបង្កើត brand ឲ្យបងប្អូនខ្មែរយើងនីមួយៗអញ្ចឹងមួយរយៈហ្នឹងគឺនាងខ្ញុំ focus ច្រើនទៅលើហ្នឹងអញ្ចឹងឥឡូវហ្នឹងបាត់ពិសោធន៍ក៏មានច្រើនអញ្ចឹងចង់ចែករំលែកបងប្អូនខ្មែរយើងទៀតហើយចាសម្រាប់បងប្អូនខ្មែរយើងដែលគាត់ត្រៀមបើករបរខ្លួនឯងអ្នកទាំងអស់គ្នាស្អីទៅគឺជាគោលការណ៍សំខាន់ចាបើយើងនិយាយទៅធម្មតាលុយដែលយើងត្រូវបើកវាជាសារៈសំខាន់មួយប៉ុន្តែយ៉ាងណាមិញយត់ជងទៅតាមរបប business របស់អ្នកទាំងអស់គ្នាចាដូចជាភាគច្រើនដែលបងប្អូនខ្មែរយើងគាត់បើកហាងដូណាត់liquor store ឬមួយក៏ boba drink ឬមួយក៏ប្រភេទគេហៅថា business ខ្នាតតូចចាដែលតាក់ទងជាមួយនឹង customer អីហ្នឹងចាអញ្ចឹងមួយរយៈហ្នឹងដែលនាងខ្ញុំតែងទៅជួបប្រទេសជាទូទៅគឺសម្រាប់បងខ្មែរយើងដែលគាត់ធ្វើការឲ្យគេយូរហើយដែលគាត់ចង់មកបើកជា business ខ្លួនឯងអ្វីដែលអ្នកទាំងអស់គ្នាត្រូវត្រៀមចាគឺវាយត់ជងទៅតាម business នីមួយៗនិងយត់ជងទៅតាមថាវិការគ្រាន់តែថាបើសិនជាយើងទៅទិញតពី business គេចាអញ្ចឹងអ្វីមួយដែលនាងខ្ញុំឃើញវាមានភាពលំបាកគឺបងប្អូនខ្មែរយើងដែលគាត់ដែលមានបទពិសោធន៍កាន់ហាងពីមុនមកអញ្ចឹងពេលដែលយើងទៅតាក់ទងជាមួយនឹងlandlord គឺយើងមានបញ្ហាបន្តិចដោយសារ landlord ខ្លះគាត់រៀងតឹងរឹងចា focus ទៅលើថាតើយើងដែលមានធ្លាប់កាន់ business ធ្លាប់អីពីមុនមកអញ្ចឹងពេលដែលយើងដល់ចំណុចហ្នឹងអ្នកខ្លះចឹងទៅគាត់មានកង្វះខាតខ្វល់កន្លែងហ្នឹងអ្នកខ្លះចឹងទៅគាត់បានត្រៀមលុយនៅក្នុងធនាគារអ្នកខ្លះចឹងទៅដូចថាគាត់ដែលមានប្រវត្តិមិនដឹងត្រូវចាប់ផ្ដើមពីចំណុចណាចាអញ្ចឹងសម្រាប់បងខ្មែរយើងដែលគាត់គិតពិចារណាដែលថាគាត់មានកម្រងចង់បើកដែរគឺអ្នកទាំងអស់គ្នា make sure ថែរក្សា credit អ្នកទាំងអស់គ្នាឲ្យបានល្អហើយមានលុយខ្លះនៅក្នុងធនាគារដែរអ្នកទាំងអស់គ្នាមិនមែនអត់សោះទេបើយើងទៅទិញ business គេហើយបើអ្នកខ្លះទៀតក៏ធ្លាប់បើកធ្លាប់ own business ពីមុនមកឥឡូវហ្នឹងគាត់ចង់ទៅបើកទីតាំងកន្លែងផ្សេងទៀតដែលគាត់លក់ business គាត់ពីមុនឬមកក៏គាត់ move state មកនៅពីណាមកហើយឥឡូវហ្នឹងគាត់មកនៅកាលីមកនៅអីចឹងណាអញ្ចឹងយ៉ាងណាមិញអ្វីដែលជាបញ្ហាចម្បងមួយគឺយើងតាក់ទងជាមួយនឹង landlord តែម្ដងហ្មងអញ្ចឹងធម្មតា landlord គេមាន restriction របស់គេត្រូវ financial background យើងគេចង់ដឹងថាលុយមានក្នុងធនាគារអត់យើងធ្លាប់មាន run business អីពីមុនអត់ចាគឺគេសង្ខេបទៅលើហ្នឹងអ្នកទាំងអស់គ្នាចាអញ្ចឹងអ្វីដែលនាងខ្ញុំចង់ចែករំលែកបងប្អូនទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាត្រៀមមើល business ហើយអ្នកទាំងអស់គ្នាដែលមានបទពិសោធន៍ពីមុនមកអញ្ចឹងវាមានករណី 3-4 ដែលយើងអាចឆ្លងកាត់ដែលយើងត្រូវត្រៀមជួនកាលយើងត្រូវការគេហៅថាខុសសាញ់ដោយសារមានអ្នកខ្លះចឹងទៅដោយថាបងប្អូនខ្លះពីមុនមកដោយថាគាត់ធ្លាប់មាន business មានអីរ៉ាន់ចឹងទៅគាត់ធ្លាប់មាន run store run អីប្រហែលឆ្នាំអីចឹងទៅអញ្ចឹងជួនកាលយើងតម្រូវគាត់នឹងឈរខុសសាញ់ឲ្យយើងឬមួយអ្នកខ្លះទៀតតាម landlord ខ្លះគាត់ដូចថាមើលដែរថាតើតួជួនកាលខ្លះយើងនឹងអត់ដែលមាន run business ពីមុនមកទេប៉ុន្តែយើងធ្លាប់ធ្វើការឲ្យគេជំនាញខាងហ្នឹងឬមួយក៏យើងមានផ្ទះមានអចលនទ្រព្យមាន land មានលុយមានអីនៅក្នុងធនាគារច្រើនអញ្ចឹងលក្ខណៈកន្លែងហ្នឹងក៏យើងនឹងអាចនិយាយប្រូដែរអ្នកទាំងអស់គ្នាអញ្ចឹងពេលដែលយើងបើក business មួយចាគឺយើងមានសារៈសំខាន់ចំណុចទាំងប្រមាណគឺទី1គឺថវិការបស់យើងនឹងហើយអញ្ចឹងជួនកាលតម្រូវឲ្យលុយនៅក្នុងធនាគារជួនកាលអ្នកខ្លះអញ្ចឹងក៏ដើររកមើលហាងដែរអីចឹងទៅក៏អត់មានលុយក្នុងធនាគារច្បាស់លាស់អញ្ចឹងត្រូវការសេរីត្រូវការសរងអញ្ចឹងយ៉ាងណាមិញធម្មតាកន្លែង landlord ចាមុននឹងគេសម្រេចជួល store ឲ្យយើងព្រោះជួល store មិនមែនមួយខែពីរខែចាគឺរាប់ឆ្នាំអាច3ឆ្នាំ5ឆ្នាំ10ឆ្នាំកុងត្រាអាចមាន option ហ្នឹងអាចមានតបន្ទាប់ពីដាច់កុងត្រាទៅយើងមានជំរើសចង់តឬអត់ឬមួយក៏យើងអត់ចង់តទេចាអញ្ចឹងយ៉ាងណាមិញគឺវាជាសារៈសំខាន់មួយពេលដែល landlord គេ approve ឲ្យយើងចាគេត្រូវការមើលថាតើ financial background របស់យើងហ្នឹងគឺ strong យ៉ាងណាដែរព្រោះជាងកាយយើងធ្លាប់មានបទពិសោធន៍រកស៊ីពីមុនមកប៉ុន្តែឥឡូវយើងអត់ដែលមានបទពិសោធន៍រកស៊ីជំនាញដែលយើងចង់បើកឥឡូវទេចាអញ្ចឹងយ៉ាងណាមិញគឺអ្វីដែល landlord គឺ focus ទៅលើហ្នឹងអ្នកខ្លះចឹងទៅពេលដែលគាត់ទៅថាបើសិនជាគាត់ទៅយក store ដែលថាអត់មានស្អីសោះហ្មងគាត់ចង់បើក convert ឬមកគាត់ចង់
bill ទៅជាកន្លែងហាង donut ហ្នឹងឬមួយគាត់ចង់ bill ទៅជាកន្លែង Chinese food ហ្នឹងអញ្ចឹងតាម landlord មួយៗគេមាន rule របស់គេអ្នកទាំងអស់គ្នាចាហើយណាមួយយើងត្រូវលក្ខកុងត្រារបៀបម៉េច rent របស់គេប៉ុណ្ណាជួនកាលពេលដែលយើងកង្វះខាតអត់មានគ្រប់គ្រាន់អញ្ចឹងជួនកាលរៀងពិបាកតិចគេព្រោះយើងគេតម្រូវឲ្យយើងតម្កល់លុយនៅក្នុងធនាគារឬមួយបង់លុយឲ្យគេរាប់ប្រហែលខែឬមួយក៏ត្រូវការខុសសាញឬមួយក៏ត្រូវការឲ្យ business owner ដែលគាត់យើងទៅទិញតហ្នឹងចាគាត់ទៅការខុសសាញឲ្យយើងក្នុងរយៈពេល1ឆ្នាំអីដែរអញ្ចឹងយ៉ាងណាមិញគឺកន្លឹះទាំងអស់ហ្នឹងដែលវាជាសារៈសំខាន់សម្រាប់បងប្អូនខ្មែរយើងដែលគាត់ចង់បើកជាមុខរបរខ្លួនឯងដែលយើងត្រូវទៅជួល store គេហ្នឹងគឺចំណុចទាំងអស់ហ្នឹងដែលយើងត្រូវត្រៀមមិនថាទាំងថវិកាមិនថាទាំងប័ណ្ណពិសោធន៍មិនថាទាំង credit ហើយមិនថាទាំងដូចថាឈរឈ្មោះនៅក្នុងដូចថាហាងជួលដែលយើងជួល store ពីគេហ្នឹងចាគឺទាំងអស់ហ្នឹងហើយដែលនាងខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាដែលវាជាកត្តាមួយដែលយើងត្រូវតែត្រៀមគិតពិចារណាចាអញ្ចឹងដូចថាមិនមែនកន្លែង landlord ទាំងអស់គេតម្រូវអញ្ចឹងទេប៉ុន្តែយ៉ាងណាមិញ most ភាគច្រើនគឺគេតម្រូវទាំងអស់ហ្នឹងតែគ្រាន់ថាវាអាចលក្ខណៈថាbuilding ហ្នឹងដូចថាអត់សូវមាន business អត់សូវអីឬមួយក៏កន្លែងនៅតំបន់ម្ដុំហ្នឹងឬមួយ property management ហ្នឹងដូចគាត់រៀងដូចថាមិនជា strict ដែរឬមួយទៅជួនកាលទៅយើង deal ជាមួយនឹងម្ចាស់ហាងតែម្ដងមកចាអញ្ចឹងអត់មាន go through property management អត់មានអីអញ្ចឹងជួនកាលក៏វាងាយស្រួលដែរអ្នកទាំងអស់គ្នាចាអញ្ចឹងយ៉ាងណាមិញអ្វីដែលនាងខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាសម្រាប់បងប្អូនខ្មែរយើងដែលគាត់មានកម្រងចង់បើកជារបររកស៊ីខ្លួនឯងដែលគាត់អត់មានប័ណ្ណពិសោធន៍ពីមុនមកឬមួយគាត់ធ្លាប់ធ្វើការពីគេពីមុនឬមួយក៏គាត់ move ពី state ក្រៅមកឬមួយឥឡូវគាត់ធ្លាប់ដូចថាបើកស្អីពីមុនមកឥឡូវគាត់ចង់ទៅបើកស្អីផ្សេងទៀតអញ្ចឹងកត្តាទាំងប្រមាណនេះដែលជាសារៈសំខាន់ដែលអ្នកទាំងអស់គ្នាគួរតែយល់ដឹងថាអ្វីដែលយើងនឹងអាចជួបប្រទះអញ្ចឹងអ្វីដែលនាងខ្ញុំនិយាយទៅគឺសារៈសំខាន់គឺកូកាត់តាម landlord នឹងហើយអញ្ចឹង restriction គេគឺទៅតាមដូចថាតាម shopping center នីមួយៗជួនកាលទៅតាម location ដែរអញ្ចឹងទាំងអស់ហ្នឹងគឺវាអាចជាករណីមួយដែលវាអាចដូចថារាំងស្ទះក្នុងករណីអីវាមិនអាចទៅរលូនដោយសារទាំងអស់ហ្នឹងហើយ deal ជាមួយ property management អ្នកទាំងអស់គ្នា is not easy ចាព្រោះជាងកាលទៅគេមានពេលវេលារបស់គេមិនធ្វើការឲ្យយើងអញ្ចឹងយ៉ាងណាមិញយើងត្រូវចាំគេត្រូវទៀមទាអញ្ចេះគេត្រូវចង់បានចោះអញ្ចឹងយ៉ាងណាមិញដូចថាអ្នកទាំងអស់គ្នាត្រូវត្រៀមមកហើយទាំងអស់ហ្នឹងដែលជាសារៈសំខាន់ហើយណាមួយទៀតដែរពេលដែលយើងទៅរកបើក business ទីតាំងក៏ជាចំណុចសំខាន់ដែរយើងត្រូវមើលទីតាំងថាតើតំបន់ម្ដុំហ្នឹងអ្នកចាយលុយមិនដែរតំបន់ម្ដុំហ្នឹងតើ customer យើង base ហ្នឹងគឺជាជនជាតិអីគេចាពីព្រោះអី customer នីមួយៗចាជនជាតិគេនីមួយៗចាគឺគេមានដូចថាការញ៉ាំខុសគ្នាចាมันប្រកាសថាកន្លែងហ្នឹងចូលចិត្ត Chinese food ពេលដែលយើងទៅដាក់នៅតំបន់ណាកាំងសក៏វាមិនប្រកាសថាដែរចាព្រោះអីដោយថាតាមបទពិសោធន៍នាងខ្ញុំភាគច្រើនកាំងសរបៀបថាគេចូលចិត្តរបៀបរៀង healthy គេចូលចិត្តរបៀបរបៀបថាស្អាតចាហើយអញ្ចឹងទៅរបៀបការញ៉ាំក៏អីអញ្ចឹងគេ control គេអីអញ្ចឹងបើយើងទៅដាក់អត់ត្រូវចា business អាចដួលរលំកន្លែងហ្នឹងដែរចាហើយណាមួយពេលដែលយើងទិញ convert តពី business តែគាត់គ្នាដឹងហើយមូលហេតុអីបានគេធ្វើដើរហើយមូលហេតុអីបានយើងត្រូវទៅដាក់កន្លែងហ្នឹងដើរអញ្ចឹងយ៉ាងណានេះជាសំណួរមួយដែលនាងខ្ញុំតែងទៅសួរអ្នកទាំងអស់គ្នាតែងទៅសួរបងប្អូនខ្មែរយើងពេលដែលគាត់ទេមកតាក់ទងនាងខ្ញុំនឹងសួររឿងបើក business បើកអីហ្នឹងចាអញ្ចឹងទាំងអស់ហ្នឹងហើយដែលយើងត្រូវយកមកគិតពិចារណាយកមកពិភាក្សាថាតើយើងគួរទិញថាតើយើងគួរ build កន្លែងហ្នឹងថាតើយើងគួរ lock ឈ្មោះរបស់យើងនៅក្នុងកុងត្រារយៈពេល3ឆ្នាំ5ឆ្នាំ10ឆ្នាំអត់ព្រោះអីតែជាប់ទៅពិបាកតែ business យើងអត់ដើរបើសិនជាយើងបើកមិនកើតយើងត្រូវសេងកន្លែងហ្នឹងឲ្យគេឬមួយយើងត្រូវធ្វើអីវិញអញ្ចឹងណាអញ្ចឹងទាំងអស់ហ្នឹងដែលយើងត្រូវគិតពិចារណាអ្នកទាំងអស់គ្នាចាបើក business មួយមិនមែនជាការងាយទេប៉ុន្តែយ៉ាងណាមិញបើសិនជាយើងបើកត្រូវអញ្ចឹងចំណូលយើងក៏វាកើនហើយក៏ងាយស្រួលដែរអ្នកទាំងអស់គ្នាចាចាអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះចង់ចែករំលែកបងប្អូនទាំងអស់គ្នាតែប៉ុណ្្នឹងទេបើមានសំណួរមានអីអ្នកទាំងអស់គ្នាអាចតាក់ទងសួរនាងខ្ញុំបន្ថែមមិនថារឿងទិញផ្ទះមិនថារឿងទិញ commercial ឬមួយក៏អ្នកទាំងអស់គ្នាចង់ expand ចង់ពង្រីកសាខាចង់ពង្រីក business អ្នកទាំងអស់គ្នាថាតើគួរចាប់ផ្ដើមពីចំណុចណាចាអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះកុំភ្លេចជួយ click like click share ដល់បងខ្មែរយើងដែលគាត់អាចយកព័ត៌មានទៅជាទីប្រឹក្សាមួយក្នុងការសម្រេចចិត្តរបស់គាត់ដែរចាអញ្ចឹងអរគុណច្រើនទាំងអស់គ្នាជួបគ្នាទៀតណាអរគុណបាយបាយ